សួស្តីអ្នកនរគ្នានេះគឺជាវីដេអូភាគ2នៃរឿងរ៉ាវឃាតកម្ម The Serial Killer Leonardo Shonsuli ចឹងសម្រាប់អ្នកដែលបានស្ដាប់នៅភាគ1អាចចូលទៅស្ដាប់នៅក្នុង profile ខ្ញុំបានឥឡូវយើងនាំគ្នាមកបន្តសាច់រឿងរបស់យើងទៀតបន្ទាប់ពី Leo បានសម្រាលកូនទី1របស់គាត់ហើយជីវិតរស់នៅរបស់គាត់ហាក់ដូចជាប្រសើរជាងមុនដោយគាត់ព្យាយាមបង្កើតទំនាក់ទំនងជាមួយនឹងស្ត្រីអ្នកជិតខាងនៅក្នុងភូមិផងបងជាមួយគាត់ហ្នឹងហើយក្រៅពីហ្នឹងគាត់ក៏បានបើកហាងមួយសម្រាប់លក់តែបានផ្សេងពិសេសគឺគាត់ធ្វើសាប៊ូលក់អររយៈពេលជាច្រើនឆ្នាំមកលីអូទទួលបានការគ្រប់គ្រងហើយនឹងស្រឡាញ់រាប់អានពីអ្នកភូមិច្រើនមែនទែនប៉ុន្តែយើងក៏អត់បានភ្លេចដែរថាលីអូគឺជាមនុស្សម្នាក់ដែរមានជំនឿទៅលើរឿងអំពើជំនឿច្រើនខ្លាំងមែនទែនរហូតដល់ក្នុងកំឡុងពេលដែលគាត់បើកហាងដែលគាត់រកស៊ីអីហ្នឹងគឺគាត់បានព្យាយាមអានសៀវភៅដែលតាក់ទងទៅនឹងរឿងអំពើអាបធ្មប់ឬក៏វេទមន្តអីហ្នឹងក្នុងបំណងថាគាត់ចង់ដោះអំពើឬក៏បណ្ដាសាដែលម្ដាយគាត់បានដាក់លើគ្រួសារគាត់ប៉ុន្តែក្នុងពេលមួយគាត់បានប្រកាសប្រាប់ទៅដល់អ្នកភូមិថាគាត់នឹងចេះមើលបាតដៃចេះទាយចេះអីអញ្ចឹងណាដូច្នេះធ្វើឲ្យការគ្រប់គ្រងនឹងមានសន្ទុះកាន់តែខ្លាំងឡើងនៅក្នុងឆ្នាំ1939ជាសម័យសង្គ្រាមលោកលើកទី2លីអូបានដឹងថាកូនប្រុសរបស់គាត់នឹងត្រូវបានគេឲ្យចូលធ្វើជាកងទ័ពដើម្បីទៅធ្វើសង្គ្រាមអញ្ចឹងគាត់មានការភ័យបារម្ភមែនទែនគាត់គិតថាបណ្ដាសារបស់ម្ដាយគាត់នឹងបានត្រឡប់មករកគាត់ទៀតហើយអញ្ចឹងគាត់បានរកគ្រប់វិធីដើម្បីជួយកូនប្រុសគាត់ពេលហ្នឹងគាត់ក៏បានទៅបើកមើលសៀវភៅវេទមន្តសៀវភៅមន្តអាគមគាត់ហ្នឹងគាត់ក៏បានឃើញពាក្យមួយឃ្លានៅក្នុងសៀវភៅហ្នឹងសរសេរថាបើសិនជាអ្នកចង់ការពារជីវិតមនុស្សម្នាក់អ្នកត្រូវតែធ្វើការរបៀបថា sacrifice ការបូជាឬក៏ការផ្លាស់ប្ដូរទៅនឹងជីវិតមនុស្សម្នាក់ផ្សេងទៀតពេលហ្នឹងហើយដែលគាត់ចាប់ផ្ដើមមានគំនិតថាគាត់ត្រូវតែសម្លាប់មនុស្សដើម្បីសង្គ្រោះជីវិតកូនគាត់អញ្ចឹងចាប់ពីនាទីនេះទៅគឺជាការនិយាយរៀបរាប់អំពីដំណើរនៃការសម្លាប់មនុស្សរបស់លីអូចំនួន3នាក់ដែលប្រើរយៈពេលត្រឹមតែ1ខែជនរងគ្រោះទាំងអស់សុទ្ធតែជាស្ត្រីវ័យកណ្ដាលអ្នកភូមិផងបងជាមួយលីអូដែលអ្នកទី1នោះគឺមានឈ្មោះថា Faustina Setti អាយុ73ឆ្នាំជាស្ត្រីដែលនៅតែឯងគាត់អត់មានគ្រួសារគាត់អត់មានបងប្អូនអត់មានស្វាមីអីទេអញ្ចឹងថ្ងៃមួយគាត់បានមករកលីអូក្នុងបំណងថាចង់ឲ្យលីអូនឹងជួយរកគ្រួសាររកស្វាមីឲ្យគាត់អញ្ចឹងលីអូបានគិតក្នុងចិត្តថាវាជាឱកាសល្អហើយនៅពេលដែលគាត់កំពុងតែរកមនុស្សទៅ sacrifice ឲ្យកូនប្រុសគាត់ប៉ុន្តែបែរជាមានស្ត្រីម្នាក់ដែលអត់មានគ្រួសារអត់មានកូនអត់មានអីអញ្ចឹងដើរចូលមករកគាត់ខ្លួនឯងអញ្ចឹងវាល្អមែនទែនបើមិនជាគាត់សម្លាប់ម្នាក់ស្រីហ្នឹងក៏អត់មានអ្នកណាសួរនាំអត់មានអ្នកណាប្រឹងផ្ដាល់ដែរពេលវេលាកន្លងផុតទៅបានប្រហែលថ្ងៃលីអូក៏បានរៀបចំល្បិចឲ្យប្រាប់សេទីថាគាត់បានរកឃើញប្រុសម្នាក់ដែលចង់រៀបការមួយសេទីហើយប៉ុន្តែគាត់នឹងរស់នៅស្រុកភូមិផ្សេងអញ្ចឹងគាត់ត្រូវការឲ្យសេទីនឹងទៅជួបគាត់ដើម្បីរៀបការហើយស្នាក់នៅរស់នៅក្នុងហ្មងសេទីគាត់លឺអញ្ចឹងគឺគាត់សប្បាយចិត្តខ្លាំងមែនតើគាត់អត់ដឹងថាទាំងអស់នឹងគ្រាន់តែជាល្បិចរបស់លីអូដើម្បីតាក់គាត់យកទៅសម្លាប់ទេហើយលីអូក៏បានបន្តប្រាប់គាត់ថាថ្ងៃព្រឹកស្អែកហ្នឹងឲ្យសេទីនឹងរៀបចំឲ្យបានរៀបអីឲ្យហើយមកផ្ទះរបស់គាត់ដើម្បីគាត់ប្រាប់អាស័យដ្ឋានម្នាក់ប្រុសហ្នឹងហើយសេទីនឹងក៏មកបានដូចចិត្តទៀតអញ្ចឹងដល់ព្រឹកមួយនៅក្នុងខែកញ្ញាឆ្នាំ1940គឺគេបានបញ្ជាក់ថាថ្ងៃណាឲ្យប្រកាសទេជាថ្ងៃដែរសេទីបានទៅដល់ផ្ទះរបស់លីអូពេលទៅដល់ហ្នឹងគឺលីអូហៅសេទីឲ្យចូលអង្គុយលេងអង្គុយធម្មតាហើយក៏បានប្រាប់សេទីថាឲ្យសេទីនឹងទៅសេសពុតមួយទៅដើម្បីប្រាប់ទៅដល់មិត្តភ័ក្តិឬក៏អ្នកនៅកន្លែងធ្វើការអីចឹងណាប្រាប់ថាកុំឲ្យស្វែងរកខ្លួនដោយសារតែខ្លួននឹងត្រូវទៅរៀបការនៅស្រុកផ្សេងនៅអីចឹងទៅកុំឲ្យគេសង្ស័យពីការបាត់ខ្លួនរបស់គាត់អញ្ចឹងសេទីក៏ធ្វើតាមលីអូទាំងអស់បន្តមកទៀតលីអូក៏បានហៅសេទីនឹងឲ្យញ៉ាំនំញ៉ាំតែញ៉ាំអីធម្មតាចឹងទៅតែមួយសន្ទុះក្រោយមកសេទីក៏ស្លាប់ហើយខ្ទប់មុខទៅនឹងតុហ្នឹងទៅបន្ទាប់ពីបានឃើញសេទីស្លាប់បាត់បង់ស្មារតីឈឹងនៅលើតុហ្នឹងលីអូក៏បានចាប់ផ្ដើមធ្វើសកម្មភាពដែលគាត់យកពថៅយកមកកាប់ទៅលើផ្នែកខាងក្រោយកញ្ចក់ករបស់សេទីហ្នឹងមកហើយគាត់បាននិយាយថាគាត់ពេលគាត់កាប់ហ្នឹងគឺគាត់អត់បានចាប់អារម្មណ៍មើលទេថាគាត់កាប់របៀបម៉េចដោយសារតែក្នុងគាត់ហ៊ានខ្លាចដែរគាត់អត់សូវហ៊ានដែរតែគាត់គ្រាន់តែគិតថាគាត់ត្រូវតែធ្វើដើម្បីកូនរបស់គាត់អញ្ចឹងគាត់អត់ខ្វល់ច្រើនទេគាត់កាប់យកហ្មងបន្ទាប់ពីបានឃើញសេទីស្លាប់ហើយគាត់ក៏បានទៅយកធុងយកមកត្រងឈាមរបស់សេទីហ្នឹងយកទៅចាក់ទុកនៅក្នុងបាសាំងទឹកគេបានបញ្ជាក់ថាបាសាំងទឹកហ្នឹងនៅកន្លែងណាគាត់និយាយថាគាត់យកឈាមទៅចាក់នៅក្នុងហើយបន្ទាប់មកក៏គាត់ត្រឡប់មកកាត់សាកសពសេទីហ្នឹងទៅជា9កង់ហើយពីមើលកាត់មនុស្សឆៅទៅជា9កង់ហើយបន្តមកទៀតគឺគាត់បានប្រមូលសាកសពរបស់សេទីហ្នឹងដាក់ចូលក្នុងឆ្នាំងខ្ទះមួយរៀងធំល្មមដែរដូចដែលបង្ហាញនៅក្នុងរូបហ្នឹងអញ្ចឹងគឺគាត់ដាក់ហើយគាត់ស្លយកមកហើយគាត់ស្លហ្នឹងគឺស្លលាយជាមួយនឹងសារធាតុ caustic soda ឬក៏ហៅយ៉ាងទៀតថា sodium hydroxide ដែល sodium hydroxide ហ្នឹងគឺជាសារធាតុមួយគេប្រើសម្រាប់ធ្វើក្រាស់ធ្វើកញ្ចក់ហើយពិសេសហ្នឹងគឺធ្វើសាប៊ូ What the hell is going on here គាត់ថាគាត់អង្គុយកោរហូតហ្មងគិតមើលថាសាច់មនុស្សឆ្អឹងមនុស្សគាត់អង្គុយកោរហូតដល់រលាយខ្ទេចខ្ទីអស់ហ្មងរហូតដល់ឡើងទៅជាដូចផុកពណ៌ខ្មៅអញ្ចឹងបន្ទាប់មកក៏គាត់យកទៅប្រអាប់នៅក្នុងអាងសេបតិចបន្ទាប់ពីប្រអាប់ក្នុងអាងសេបតិចហ្នឹងហើយក៏គាត់យករបៀបដូចទឹកអប់ឬក៏ក្លិនអីដែលក៏អូបយកទៅអប់ជាមួយហើយក៏គាត់ចាក់យកមកធ្វើជាសាប៊ូហើយសាប៊ូហ្នឹងទៀតគឺគាត់ចែកចាយឲ្យអ្នកភូមិប្រើប្រាស់ឡើងពេញភូមិហ្មងខ្ញុំខំប្រឹងតែកាត់ដែរប៉ុន្តែនៅតែជាអត់ផុតពីតទៅវីដេអូក្រោយទៀតចឹងកុំភ្លេចណាកុំភ្លេចចាំស្ដាប់នៅវីដេអូក្រោយទៀតថាគាត់នឹងធ្វើអីទៅលើអ្នកណាខ្លះទៀតហើយធ្វើរបៀបម៉េចទៀតអរគុណ